ក្នុងអាគារមួយថ្មីនៅចុងផ្លូវនៃសង្កាត់សែនសុខមានបន្ទប់ B07 ដែលតែងតែដាក់ស្លាកជួលរួចប៉ុន្តែគ្មានអ្នកនៅពិតៗការិយាល័យគ្រប់គ្រងនៅជាន់ក្រោមប្រាប់ថាគ្មានបញ្ហាអីទេអ្នកសួរអាចជួលបានបើត្រូវតម្លៃអ្នកស្រីម្នាក់ឈ្មោះពិតជា content creator ត្រូវបានប្តូរទីតាំងដោយសារទីតាំងចាស់នៅឆ្ងាយពីកន្លែងការងារនាងជួលបន្ទប់ B07 ដោយគ្មានការសង្ស័យថ្ងៃដំបូងគ្រប់យ៉ាងស្ងប់ស្ងាត់តែយប់ទី3នាងចាប់ផ្ដើមឮសំឡេងស្រាប់បើកទ្វារសូមជួយខ្ញុំផងសំឡេងនោះចេញមកពីក្នុងជញ្ជាំងខាងក្រោយសាឡុងដែលជញ្ជាំងប្រភេទគេលាបថ្នាំថ្មីមិនគួរមានអ្វីនៅក្រោយពេជ្របាញ់ទឹកអាប់ហើយប្រើ AirPods ស្ដាប់ចម្រៀងដើម្បីកុំឲ្យឮសំឡេងនោះតែវាធ្វើឲ្យអារម្មណ៍នាងច្របូកច្របល់រួចនៅព្រឹកព្រលឹមនាងឃើញថាគ្រែរបស់នាងមានស្នាមស្បែកជើងតូច4គួរនាងយករឿងនេះបង្ហោះ TikTok ដោយ caption Apartment ខ្ញុំគួរឲ្យសង្ស័យមានអ្នក views ជាង 100k ក្នុងមួយយប់តែគេបញ្ចេញមតិឲ្យដឹងព័ត៌មានថាអគារនេះកាលមុនជាសន្តាគារចោលដែលមានករណីសម្លាប់ខ្លួនស្រីម្នាក់នៅជាន់ទី2តាម King Dong គឺនាងសម្លាប់ខ្លួនក្នុងបន្ទប់ B07 ពេជ្រធ្វើការបើកជញ្ជាំងខាងក្រៅគេងមើលនាងរកឃើញស្នាមដីភុកប៉ុន្តែរូបថតនៅខាងក្នុងជញ្ជាំងបង្ហាញរូបស្រីម្នាក់ពាក់ខោអាវដូចនាងរាត្រីបន្ទាប់នាងឃើញស្រោមជើងសស្អិតនៅចុងគ្រែហើយវាខិតទៅជិតត្រចៀកនាងសំឡេងនោះស្រែកថាពេជ្រជួយខ្ញុំផងក្រោយពេជ្រធ្វើការលុបទិន្នន័យ TikTok ដោយខ្លាចនឹងភាពចម្លែកក្នុងវីដេអូនាងសម្រេចចិត្តចាក់ចេញពីបន្ទប់ B07 តែបើអ្នកគិតថារឿងបានបញ្ចប់អ្នកច្រឡំទៅហើយដំណើររឿងរបស់នាងនឹងមានរឿងចម្លែកមិនមែនតែទីនេះប៉ុណ្ណោះទេពេលដឹកអ៊ីវ៉ាន់ចិនមនុស្សជួយជញ្ជូនបានថតវីដេអូដោយចៃដន្យក្នុងវីដេអូរបស់គេសង្កេតឃើញមានស្រីម្នាក់ដើរចេញពីបន្ទប់ B07 តាមពីក្រៅពេជ្រតែពេលមកដល់ចន្ទើយិនគឺគ្មានឃើញនរណាទេពេលពេជ្រទៅស្នាក់ផ្ទះមិត្តភ័ក្តិជិតស្និទ្ធក្រៅទីក្រុង TikTok របស់នាងបានកើតឡើងការចម្លងឡើងវិញដោយអ្នកប្រើបណ្ដាញមិនស្គាល់វីដេអូថ្មីបង្ហាញសំឡេងនាងនិយាយស្មើគ្នានិយាយពីកន្លែងដែលនាងកំពុងរស់នៅបច្ចុប្បន្នខ្ញុំស្នាក់នៅជាន់3បើចំជួយខ្ញុំសូមមកជិតជញ្ជាំងខាងស្ដាំមិត្តភក្តិនាងស្ដាប់សំឡេងនោះហើយហាក់ដូចជាមិនមែនពេជ្រទេតែគឺនរណាម្នាក់កំពុងប្រើសំឡេងពេជ្រមិត្តភក្តិនាងព្យាយាមស្វែងរកពេជ្រតែគ្រប់វីដេអូថ្មីទាំងអស់នៅលើ TikTok សុទ្ធតែជារូបនាងប៉ុន្តែស្មារតីនិងខ្សែភ្នែកគឺមិនមែននាងនៅថ្ងៃចុងក្រោយមិត្តភក្តិនាងចូលទៅកាន់ B07 ដើម្បីរកអ្វីដែលខ្វះគេឃើញជញ្ជាំងក្រោយសាឡុងបានបើកស្រាយខ្លួនឯងខាងក្នុងមានទូរស័ព្ទនាងកាមេរ៉ានិងកំណត់ត្រាសំឡេងខ្ញុំសូមទោសបន្ទប់នេះមិនចង់ឲ្យអ្នកចាស់ចេញទេវីដេអូចុងក្រោយបង្ហាញពេជ្រជាថ្មីម្ដងទៀតប៉ុន្តែនាងនិយាយថាសូមកុំជួលបន្ទប់នេះមិនមែនដោយសារខ្ញុំទេតែដោយសារនាង